ខ្ញុំត្រូវការមីមួយចាននៅក្នុងកញ្ច្រែងនេះដាក់ពេញដោយមីដែលធ្វើដោយមិនប្រើម៉ាស៊ីនបន្ទាប់មកដាក់ស្រុះក្នុងទឹកក្តៅហើយយកចង្កឹះកូរវឹកដើម្បីឲ្យឆ្អិនស្មើគ្នាបន្ទាប់មកយកសណ្តែកបណ្ដុះនិងស្លឹកដំឡូងស្រុះចូលគ្នាលើកឡើងចាក់ចូលក្នុងចានក្រោយមកដាក់សាច់ចិញ្ច្រាំបំពងខ្ទឹមបំពងនិងនំខ្ចប់2គ្រាប់ក្រោយមកចាក់ទឹកស៊ុបចូលមីមួយចានក៏បានសម្រេចហើយមីទឹកស៊ុបរួចហើយសូមអញ្ជើញលោកអរគុណញ៉ាំទៅទន់ល្មួតមានរសជាតិឆ្ងាញ់ណាស់ហើយមីសិនមានវិញក៏ជាមីដែលគេចូលចិត្តប្រចាំក្នុងហាងនេះមីនេះមានគ្រឿងដូចជាសាច់ជ្រូកថ្លើមជ្រូកនិងលាមីទន់ហើយទឹកស៊ុបផ្អែមស្រស់ខ្ញុំមករាល់ថ្ងៃពីព្រោះមីគាត់ធ្វើដោយផ្ទាល់ដៃមិនប្រើម៉ាស៊ីនដូច្នេះញ៉ាំទៅទន់ល្មួតមានរសជាតិល្អណាស់ភ្ញៀវដែលធ្លាប់មកបរិភោគមីនៅទីនេះបានសរសើរគ្រប់គ្នាមូលហេតុគឺដោយសារមីនេះធ្វើដោយដៃផ្ទាល់ម្យ៉ាងទៀតមីនេះធ្វើភ្លាមលក់ភ្លាមពួកខ្ញុំធ្វើដោយដៃផ្ទាល់មិនប្រើម៉ាស៊ីនហើយមីនេះមានដាក់ពងមាន់ព្រមទាំងម្សៅមីពិតៗដោយមិនដាក់ជាតិគីមីហើយពួកខ្ញុំធ្វើឲ្យលក់ភ្លាមលក់អស់ក៏ឈប់លក់គាត់ជាជនជាតិឥណ្ឌូនេស៊ីឈ្មោះចាំងស៊ឺឈីងមានអាយុ38ឆ្នាំ11ឆ្នាំមុនរៀបការជាមួយស្វាមីដែលជាកម្មករសាងសង់អគារក្រោយមកកូនធំទៅគាត់ក៏ចូលប្រឡងបានអាជ្ញាប័ណ្ណផ្នែកអាហារគាត់ក៏ដាក់ចិត្តក្លាហានជួលតូបនៅខេត្តម៉ៅលីក៏ចាប់ផ្ដើមលក់ម្ហូបឥណ្ឌូនេស៊ីការរៀបការមកដំបូងធ្វើការជាអ្វីដែរដំបូងខ្ញុំធ្វើការនៅក្នុងរោងចក្រក្រោយមកកូនធំបន្តិចខ្ញុំក៏ឈប់ធ្វើការនៅក្នុងរោងចក្រទៅគិតថាសាកល្បងធ្វើខាងអាហារហើយក៏អាចថែរក្សាកូនបានទៀតផងនាងដែលរាប់ទេមួយថ្ងៃលក់បានប្រមាណចានប្រហែលជា2-300ចានតូបចាស់មួយហើយមានផ្លាកដែលមិនគួរចាប់អារម្មណ៍ប៉ុន្តែដោយសារមីឆ្ងាញ់ទន់ល្មួតព្រមទាំងចិត្តរស់រាយទទួលភ្ញៀវក៏បានផ្សព្វផ្សាយពីមួយទៅមួយភ្ញៀវក៏កាន់តែច្រើនទៅពេលជិតដល់ម៉ោងទទួលទានក្នុងហាងមនុស្សពេញមីឆ្នៃដោយផ្ទាល់ដៃរបស់គាត់នេះក៏ចាប់ផ្ដើមបង្កើតនៅតៃវ៉ាន់ហើយឲ្យអ្នកតៃវ៉ាន់បរិភោគអាហារដែលគាត់យកចិត្តទុកដាក់ធ្វើនេះ